បាទសូមគ្រប់ជំរាបសួរបងប្អូនថ្ងៃនេះយើងមានឱកាសមានពេលវេលាបន្តិចនៅពេលថ្ងៃចន្លោះពីថ្ងៃត្រង់អញ្ចឹងបានមកស្រោចទឹកនិងមើលការវិវត្តដំណើរការលូតលាស់របស់វ៉ានីឡាក្នុងរយៈពេល2ខែកន្លងទៅ2ខែជាង2ខែ19ថ្ងៃ2ខែ20ថ្ងៃកន្លងទៅហើយអញ្ចឹងការលូតលាស់របស់វ៉ានីឡាដែលយើងបានដាំទាំង3ពូជនៅលើទឹកដីរុនតាឯកឃើញថាមានការលូតលាស់ប្លែកគ្នាខ្លះដោយសារដើមខ្លះរីកលូតលាស់មកភ្លឺថ្លាស្រស់ល្អនិងដើមខ្លះទៀតមិនបានលូតលាស់មកហ្នឹងឃើញពណ៌ស្រស់ស្អាតឬក៏ភ្លឺថ្លាអីទេយើងមើលទៅឃើញសភាពនៃដើមស្លឹកពណ៌រាងលឿងព្រឿងហើយការលូតលាស់ក៏មិនដូចជាមិនលះលហួនមិនថ្លោះមិនអីដែរអញ្ចឹងអានឹងការលូតលាស់ផងវាហើយយើងអត់បានកាយមើលដីទេខាងក្រោមតែតនេះវារៀងតនៀបបន្តិចដោយសារវារៀងទៀបជាងគេអញ្ចឹងទៅពេលភ្លៀងជ្រុំរដូវវស្សានោះវាអាចមានទឹកលិចពីក្រោមខ្លះអីខ្លះហ្នឹងគ្រាន់តែជាចំណុចសង្កេតមួយតែយើងឃើញថានៅក្នុងនោះដែរមានគុំនៅក្បែរគ្នាហ្នឹងដូចជាមិនមានបញ្ហាអីទេការលូតលាស់យើងមើលនៅនេះឡើងមកខាងលើបន្តិចឃើញថាស្លឹកមានសភាពភ្លឺថ្លាដើមថ្លោះដើមធំអញ្ចឹងឃើញថាវាមូលហេតុអីយើងអត់ទាន់ដឹងហើយខាងហ្នឹងនៅគុំផ្សេងទៀតហ្នឹងក៏យើងឃើញមានការលូតលាស់មកយើងមើលទៅសភាពស្លឹកពណ៌ស្លឹកពណ៌ដើមអត់មានបញ្ហាអីទេលូតលាស់ល្អហើយខ្លះហ្នឹងក៏ដូចជាដើមមិញអញ្ចឹងនេះរៀងយើងមើលពីចម្ងាយមើលនឹងភ្នែកមើលទៅឃើញវាឡើងយឺតហើយសភាពពណ៌ទាំងដើមទាំងស្លឹកលឿងដូចជាខ្វះសារធាតុចិញ្ចឹមមកចិញ្ចឹមដើមវាហើយបើតាមយើងស្រាវជ្រាវមើលទៅតាមប្រព័ន្ធផ្សព្វផ្សាយសភាពស្លឹកលឿងបែបនេះគឺវាខ្វះនៅសារធាតុអាសូតយើងហៅថាអ៊ុយរ៉េធ្វើឲ្យសភាពវាពណ៌លឿងទាំងដើមលឿងទាំងស្លឹកវាអត់ល្អដូចគេទេវាមិនបានមើលទៅដូចដើមខាងនេះមើលទៅការលូតលាស់នៅទំនាបនៅទៀបដែរតែយើងមើលទៅការលូតលាស់យើងមើលទៅផ្នែកដើមធំថ្លោះធំជាងមេពូជដែលយើងបានដាក់ដាំហើយយើងមើលទៅស្លឹកក៏ធំស្លឹករីកធំមែនទែនធំល្អហើយយើងមើលទៅពណ៌បៃតងភ្លឺហើយយើងមើលទៅឫសដែលវាចាក់ជាប់ទៅនឹងបង្គោលឃើញថាវាមានសភាពល្អរឹងមាំមកមួនអញ្ចឹងហើយបានធ្វើឲ្យដើមវាហ្នឹងមើលទៅឃើញថាវាល្អហើយទីតាំងដែលយើងបានដាំក៏ជាកន្លែងដែលទំនាបដែរនោះទេវាមិនមែនជាទីដែលខ្ពស់ជាងដើមបាញ់មិញដែលយើងបានបង្ហាញនោះទេតែគុំហ្នឹងឃើញថាល្អហើយនេះជាលុងមួយទៀតដែលវាស្មើគ្នាយើងដាំស្មើគ្នាទីទំនាបដូចគ្នាយើងមើលទៅការលូតលាស់ឃើញយ៉ាប់មែនទែនបែកខ្នែងបែកអីមកនឹងគេដែរតែត្រួយឆ្មាល់ស្លឹកតូចដើមតូចសភាពពណ៌យើងមើលទៅនឹងភ្នែកឃើញថាវាមានសភាពរាងពណ៌លឿងមិនមែនខ្ចីធម្មតាទេមើលទៅឃើញសភាពទៅជាពណ៌លឿងហើយតាមមើលទៅនៅក្នុងកញ្ចក់ទូរស័ព្ទថតជាវីដេអូនេះ
rồi đàm mới tới hạ đôi chỉ sẽ điên khía chẳng phải chỉ mình ai trong này bán tại đại vị chợ đây nó đôi ở quay đây nhưng bàn chùm riệp chún bông ôn trắng dân khơi theo mình tập hiệp quả lưỡng người mưa tới đám tôi chung mà nè hai không nâng phong đá dương mưa từ pui hay nếu cứ dừng dừng bị pui cứ pui tại hi thần xích nâng pui planifolia chắc là này riêng cẩn sạc nào đại trả hỏi miền bò bạch tòng tại này chống có hạ đôi chỉ mình bọc bìประมาณ đã dẫn xa hếtอย่างណាខ្ញុំនឹងស្រាវជ្រាវហើយនឹងសាកសួរដល់បងប្អូនកសិករយើងជាពិសេសលោកអ្នកម្ចាស់ចំការដែលបានចែកពូជមកឲ្យយើងនឹងសាកសួរនាំទៅគាត់បន្ថែមដើម្បីដឹងពីមូលហេតុយើងនឹងរកសារធាតុដែលខ្វះខាតនោះមកប្រគ្រប់ឲ្យវាបើយើងឲ្យទៅលើថាជីកំប៉ុស្តដែលយើងដាក់លាយនឹងវាក្តៅវាដូចជាអត់ទេព្រោះជីយើងបានត្រាំយើងបានផ្អាប់វាទុកមួយរយៈវាពុកផុយល្អហើយបានយើងកើបយកមកដាក់ច្រកចូលថង់ហើយយើងបានលាយជាមួយនឹងស្កៃដូងលាយគ្នាជាមួយនឹងជីកំប៉ុស្តយើងហ្នឹងហើយយើងស្រោចជីផ្អាប់ជីទឹកលាយជាមួយបញ្ចូលគ្នាថែមទៀតអញ្ចឹងបើយើងមើលទៅលើជីមើលទៅលើដីផងយើងវាមិនមែនជាហេតុដែលធ្វើឲ្យវាក្តៅឬក៏ក្តៅដីធ្វើឲ្យវាឡើងប្រែពណ៌ទៅជាលឿងនោះទេតែមូលហេតុហ្នឹងក៏យើងមិនរំលងដែរក៏យើងមើលវាដែរយើងនឹងតាមមើលវាទៀតបើសិនជាអាចមូលហេតុមកពីជីកំប៉ុស្តឬក៏ថាស្លឹកឈើដែលយើងដាក់ចូលទៅយើងស្រោចទឹកទៅវាបង្កើតទៅជាកម្ដៅរលួយកាច់ឡើងវិញអាហ្នឹងក៏វាជាមូលហេតុធ្វើឲ្យដើមដំណាំផងយើងហ្នឹងវាមិនខៀវភ្លឺថ្លាមិនបៃតងស្រស់ដែរវាទៅជាលឿងដូចនេះបានដែរអាហ្នឹងវាបើសិនជាមូលហេតុបណ្ដាលមកពីកំប៉ុស្តបណ្ដាលមកពីស្លឹកឈើដែលវាត្រូវជាមួយនឹងទឹកហើយវាកើតកម្ដៅកាច់នោះតែចំណុចមួយទៀតដែលយើងអាចលុបបំបាត់ការសង្ស័យនឹងបានយើងឃើញថាការដែលយើងដាក់គឺក្នុងរដូវវស្សាអញ្ចឹងទឹកគ្រប់គ្រាន់มันអាចធ្វើឲ្យវាក្តៅទៅជាពុកផុយរលួយយ៉ាងហ្នឹងទេព្រោះភ្លៀងសឹងតែរាល់ថ្ងៃហើយបើសភាពបែបវាឡើងកម្ដៅពុកផុយតើតែទឹកហ្នឹងវាតិចល្មមមិនខ្លាំងពេកហើយកម្ដៅហ្នឹងក៏វាក្តៅខាងក្រៅវាអាចធ្វើឲ្យកំប៉ុស្តហ្នឹងវាទៅជាឡើងក្តៅកាច់ទៅពុកផុយអញ្ចឹងអាហ្នឹងយើងគ្រាន់តែលើកឡើងពីបញ្ហាហើយនឹងដោះនៅបញ្ហាដែលវានឹងមានហ្នឹងគឺអញ្ចឹងវាមិនអាចមកពីយ៉ាងហ្នឹងទេអញ្ចឹងវានឹងអាចមកពីអ្វីណាមួយដែលយើងរកប្រភពវាមិនទាន់ឃើញយើងមិនទាន់អាចដឹងអំពីប្រភពផងវាហើយដើមមួយទៀតយើងមើលទៅថាការដែលយើងដាក់ដូចគ្នាទាំងសកៃដូងដែលយើងបានត្រាំជាមួយនឹងជីត្រាំជាមួយនឹងកំបោរដូចតែគ្នាទេតែហេតុអីពួកដើមអស់នេះវាមានសភាពល្អលូតលាស់ចេញមករឹងមាំដូចពួកនេះអីវាមិនមែនជាព្រឿងទេយើងមើលឃើញតែការលូតលាស់មកឆ្លោះដើមធំរឹងមាំហើយទាំងនៅទីទួលជាងដើមដែលមានសភាពពណ៌លឿងនឹងផងហើយគុំនេះក៏យើងបានដាក់បន្ថែមដោយសារវាដុះលូតលាស់មកហើយអញ្ចឹងយើងមិនចង់ខ្ជិលទុកក្នុងថង់យើងយកមកដាក់នៅមង្គលតែម្ដងដាក់ឲ្យវាចាប់រឹសជាមួយគ្នាបានជា2ដើមទៅតែម្ដងអញ្ចឹងយើងដាក់បន្ថែមនៅជ្រុងហ្នឹងឲ្យវាឡើងថែមទៀតហើយសូមបញ្ជាក់ដែរនេះគឺជាពូជ planifolia ហើយពូជ planifolia យើងសម្គាល់ទៅលើទ្រង់ទ្រាយនេះស្លឹកវារាងពងកពើបែបហ្នឹងហើយ
ដើមផនវាដើមក៏ធំសំគួរដែរធំប្រាន់បើដែរតែស្លឹកលក្ខណៈមើលស្លឹកនេះស្លឹកវាកប៉ោងយើងមើលដើមនេះបញ្ជាក់ឡើងមកវិញដើមនេះនៅឆ្ងាយពីគេពីទំនាបខ្លាំងគួរសមដែរអញ្ចឹងវានៅទីទួលមិនដែលឃើញទឹកដក់មកដល់ទីនេះទេតែសភាពដើមវាក្រាន់ជាងគេពណ៌ក៏មិនភ្លឺថ្លាប៉ុន្មានដែរតែដើមវានៅតែបន្តលូតលាស់តែស្លឹកមើលទៅនៅតែមានសភាពរឿងវាមិនមែនជាបៃតងភ្លឺថ្លាដូចជាពូជplanifolia ហើយសូមបញ្ជាក់នេះគឺជាពូជ tahitensis នេះពូជ tahitensis យើងមើលនៅស្លឹកវារាវស្រួចវែងមកតែម្ដងនេះសុទ្ធតែនៅទីខ្ពស់ដែលទឹកមិនបានដក់ដល់ទេតែដើមនេះមើលទៅនៅសភាពក្រាន់បើពណ៌ភ្លឺថ្លាជាងដើមដតីមុនដែលយើងថតមកបន្តិចហើយការលូតលាស់កំពុងតែដំណើរការទៅហើយមើលនៅរោងនេះយើងក៏បានដាក់សកេតដូងដីហើយយើងយកស្លឹកឈើដែលវាមិនទាន់ពុកផុយប្រមាណទេយកមកគ្របបាំងកម្ដៅផងហើយដែលវាត្រូវទឹកត្រូវសំណើមទៅវានឹងរលួយទៅជាកំប៉ុស្តបន្តបន្ទាប់ដើម្បីឲ្យទៅជាសារធាតុចិញ្ចឹមដល់ដើមដំណាំផងយើងអញ្ចឹងសរុបមកវិញសម្រាប់ពូជ Tahitensis តាហេទីឬក៏តៃទីដែលបងប្អូនយើងហៅយើងបានឮមកឃើញថាសភាពពណ៌ក្នុងរយៈពេល2ខែ20ថ្ងៃនេះដើមស្លឹកដែលលាស់មកថ្មីហ្នឹងឃើញថាវារាងលឿងជាងរាងព្រឿងជាងដើមពូជ planifolia បន្តិចទោះបីជាដើមដែលលូតលាស់ល្អបន្តការលូតលាស់លឿនរហ័សក៏មើលទៅដើមមិនសូវជាថ្លោះហើយក៏មិនសូវជាភ្លឺដូចជាពូជ planifolia ដែរហើយពណ៌ក៏នៅព្រឿងជាងបង្ហាញការសរុបមកវិញចំពោះពូជ planifolia ដែលវាឡើងស្ទុះមានការលូតលាស់មកដូចគ្នាមើលទៅដើមរាងភ្លឺជាងដើមស្លឹកហើយពណ៌រាងបៃតងភ្លឺហើយការលូតលាស់ក៏លឿនរហ័សអញ្ចឹងយើងមើលនឹងភ្នែកមើលទៅដឹងថាវាពណ៌វារាងបើយើងនិយាយរួមថាវារាងកម្ៅជាងវាមិនលឿងដូចជាពូជ Tahitensis នោះទេអញ្ចឹងអានេះជាចំណុចប្លែកគ្នាផ្សេងគ្នាការដាំការដាក់ជីការស្រោចទឹកនៅកន្លែងតែមួយជាមួយគ្នាអញ្ចឹងឃើញសភាពវាប្លែកអញ្ចឹងយើងនឹងសង្កេតទៅថាដោយសារវាពូជផ្សេងគ្នាឬក៏យ៉ាងម៉េចបានជាវាមានសភាពពណ៌ផ្សេងគ្នាបែបហ្នឹងបាទអញ្ចឹងសូមបង្ហាញជូនបងប្អូនប៉ុណ្ណឹងដែលនេះគ្រាន់តែជាការចែករំលែកនៅបទពិសោធន៍ដែលខ្ញុំមាននោះទេមិនមែនជាគ្រូបង្រៀនមិនមែនជាអ្នកជំនាញទេតែចែករំលែកបទពិសោធន៍នៅលើអ្វីដែលខ្ញុំបានធ្វើក្នុងរយៈពេលកន្លងមកប៉ុណ្ណេះចែកជូនដល់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ដាំនៅវ៉ានីឡាអញ្ចឹងសូមអរគុណបងប្អូនខុសឆ្គងមិនត្រឹមត្រូវដោយប្រការណាសូមអធិស្ឋានដល់លោកខ្ញុំបាទសូមអរគុណ